ស្ដីបងប្អូនដល់គ្នាបាទនេះគឺជារថយន្ត Kia Carnival បងប្អូនណាស្អាតណាបងប្អូនអើយបាទពណ៌ស៊ីម៉ងនេះបងប្អូនលក់ដាច់ខ្លាំងនេះ027បងប្អូនណាមកសុទ្ធបាទស៊ីមកសុទ្ធតិចបងប្អូនណា100គីឡូត្រឹមតែ6លីត្រទេបងប្អូនណាស៊ីតិចមែនទែនបងប្អូនបើក្នុងក្រុងអាច8 9លីត្របាទស៊ីតិចណាបាទហើយយើងចាក់មកសុទ្ធមកពេញជិះបានយ៉ាងតិចក៏800គីឡូហើយដែរបងប្អូនបាទគឺចាក់មកពេញជិះទៅបាទមួយឆ្ងាញ់តែម្ដងបាទហើយការ design ថ្មីបងប្អូននេះជាគៀងគុជ8គ្រាប់វាផុកណែន daytime running light នឹងភ្លើងសញ្ញោនេះគឺភ្លើងជាប់ធំតែម្ដងបាទនេះរៀងថ្មីបងប្អូនណាចឹងអារៀងថ្មីនេះវាខុសប្លែកពីស៊េរីចាស់បងប្អូនណាឥឡូវយើងចូលបន្តផ្នែកខាងក្នុងបាទចឹង option ទ្វារ slide ទ្វារអូតូទាំង3តែម្ដងបងប្អូនណាតប2តង់កន្លែង sport អីមានទាំងអស់បងប្អូនបាទវ៉ាវចូលផ្នែកខាងក្នុងគឺស្អាតទេបងប្អូនណាពណ៌នេះគឺពណ៌ក្រហមបាទតែនេះក៏ក្រហមដែរស៊េរីថ្មី2027ជាកូដថ្មីបងប្អូនណាជាកូដនេះស្រួលកាន់ណាយើងជិះទៅគឺ comfortable ហើយស្និទ្ធដៃមែនតើបងប្អូនបាទឥឡូវយើងចូលផ្នែកខាងក្នុងបាទចង់ដឹងថា Kia Carnival ស៊េរីថ្មីនេះមាន option អីគេខ្លះបងប្អូនណាបាទអញ្ចឹងសម្រាប់ផ្នែកខាងក្នុងបងប្អូនណា option ទំនើបមែនតើបាទអញ្ចឹងកន្លែងនេះមានកន្លែង dry mode វាដាក់លើជីកូទាំងអស់តែម្ដងបងប្អូនណាហើយពេលដែលបងប្អូនសញ្ញោឆ្វេងស្ដាំជាងកាមេរ៉ាឲ្យបងប្អូនតែម្ដងបាទអញ្ចឹង option នេះគឺកម្រមានឡានដែលមានណាបងប្អូនណាអញ្ចឹងអានេះងាយស្រួលមែនតើពេលបងប្អូនប្រើប្រាស់ពេលបងប្អូនចង់បត់សញ្ញោគឺវាមើលឃើញច្បាស់បាទឬក៏ពេលយប់មើលឃើញច្បាស់ជាងកញ្ចក់របស់យើងបាទអញ្ចឹងអានេះ option ដែរសុវត្ថិភាពបាទហើយពេលដែលមានយើងចិត្តប៉ះឲ្យផ្សេងៗក៏វា alert ទៅតាមនោះដែរហើយមានកុងទ័រ slide នេះកុងទ័រ slide ចាប់កន្លងផ្លូវវាប្រាប់ទាំងអស់គីឡូឡានអីប្រាប់ទាំងអស់បាទហើយកាមេរ៉ាប្រភេទ360 3D បងប្អូនណាបងប្អូនចង់មើល 3D ក៏បានធម្មតាក៏បានបងប្អូនណាអញ្ចឹងវាយើងអាចសេរីតាមទិសដៅដែលបងប្អូនចង់បានបាទជាទូទៅយើងដាក់ 3D ទៅអានេះពេលបងប្អូនជិះក៏វាចេញ360ចឹងដែរបងប្អូនណាបងប្អូនចង់ជិះកុងទ័រមកក៏វាចេញដែរបងប្អូនណាសេរីថ្មីនេះគឺវា ផ្លោះប្លែកតែម្ដងបាទនេះកន្លែង wireless charge ជាកឹះលេខប្រភេទ7បាទហើយដំបូងបើក2តង់បាទដល់ក្រោយតែម្ដងបាទដាច់ចេញពីគ្នាបាទអញ្ចឹងនៅលើ function កន្លែងនេះមានទាំងអស់បងប្អូនណា smart cruise control adaptive cruise control បាទ lane keeping assist lane following assist គឺមានទាំងអស់បាទគឺ option នេះគឺល្អមែនតើ auto hold ក៏មានបាទប្រាំងដែរ electronic ក៏មានដែរហើយកន្លែងនេះកន្លែងសិនជែកបាទយើងអាចឆ្លាស់ផ្លាស់ប្ដូរបានហើយមញ៉េគឺ speaker ព្រោះមែនតើបាទ speaker ទៅដល់9គ្រាប់បងប្អូនណាបាទហើយពងសុវត្ថិភាព9ដូចគ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការបាទអាចមើលឡាននេះផ្ទាល់បានបងប្អូនណាបាទឥឡូវយើងចូលទៅដល់ផ្នែកខាងក្រោយនេះផ្នែកខាងក្រោយបងប្អូនណាបាទចំណាយខាងក្រោយនេះគឺទលាយបាទកៅអីយើងអាចអង្គុយបានពី8នាក់ទៅដល់11នាក់បាទអញ្ចឹងកៅអីនេះយើងចង់ប្រើកដាក៏បានអញ្ចឹងដើរកដាក៏បានដែរអញ្ចឹងល្អមែនតើបាយពូកស្រួលអង្គុយទុនជីបានគ្នាច្រើនសម្រាប់សមាជិកគ្រួសារមានវាំងណូតអាចទម្លាក់បានហើយកញ្ចក់ទម្លាក់បានដូចគ្នាដំបូងបើក2តង់ដាច់ចេញពីគ្នាបងប្អូនណាកន្លែងសាក់ទូរស័ព្ទ6រុនបាទសងខាងតែម្ដងបាទទៅដល់ក្រោយនេះកញ្ចក់នេះអាចទម្លាក់បានណាបងប្អូនបាទហើយពណ៌ស៊ីម៉ងបាទអញ្ចឹងបងប្អូនដែលមានតម្រូវការជាមួយ Kia Carnival តាក់ទងមកមើលផ្ទាល់បានតាក់ទងមកខ្ញុំបងប្អូនណាបាទតម្លៃល្អមែនតើហើយនេះផ្នែកខាងក្រោយស្អាតណារឿងថ្មីនេះគឺស្អាតមែនតើបាទហើយផ្នែកខាងក្រោយនេះគូខាងក្រោយនេះដាក់អីវ៉ាន់បានច្រើនណាបងប្អូនណាបើបងប្អូនប្រើកៅអី3យើងទេដាក់យើងអង្គុយបាន8នាក់ប៉ុន្តែយើងដាក់អីវ៉ាន់បានច្រើនបាទបងប្អូនឃើញទលាខ្លាំងអីបាទចាំបងប្អូនចង់បានឡានលក្ខណៈគ្រួសារបាទទំនើបហើយមានផាសុកភាពសុវត្ថិភាពដល់ក្នុងគ្រួសាររបស់យើងបាទគឺយើងមើល Kia Carnival នេះអត់ខុសទេបងប្អូនណាបាទជិះស្រួលបាទខ្ពស់ខុសពីឡានវ៉ែនធម្មតានេះគេហៅប្រភេទ mini van បងប្អូនណាហើយ sensor 12គ្រាប់មុខក្រោយក្រោយ6មុខ6បងប្អូនណាបាទអញ្ចឹងបងប្អូនដែលត្រូវការតាក់ទងបាននេះ option មួយសុទ្ធណាបងប្អូនណាបាទអញ្ចឹងអរគុណបងប្អូនដល់គ្នាចាប់អារម្មណ៍តាក់ទងមកមើលតបបាន